អ្នកតើគេជាអត់បើសិនជាខ្ញុំប្រាប់ថាការសម្រក់ខ្លាញ់មិនមែនទោះតែយើងបអត់អាហារខ្លួនឯងទេផ្ទុយទៅវិញយើងនៅតែញ៉ាំប៉ុន្តែញ៉ាំដោយភាពឆ្លាតវៃអាកំបាំងនៃការសម្រក់ខ្លាញ់គឺជាការធ្វើ calorie deficit មានន័យថាយើងត្រូវកាត់បន្ថយចំនួនកាឡូរីដែលយើងញ៉ាំជាប្រចាំថ្ងៃដើម្បីសម្រក់ខ្លាញ់ក៏តែអ្វីទៅជាកាឡូរីគឺជារង្វាស់ថាមពលមានន័យថានៅពេលដែលអ្នកទាំងគ្នាញ៉ាំអាហារចូលទៅក្នុងពោះវានឹងបំលែងទៅជាថាមពលហើយថាមពលនឹងហើយដែលយើងឲ្យឈ្មោះថាកាឡូរីប្រៀបដូចជារង្វាស់ប្រវែងដែលយើងប្រើពាក្យថាគីឡូម៉ែត្រសង់ទីម៉ែត្រឬក៏រង្វាស់ទម្ងន់ដែលយើងប្រើពាក្យថាគីឡូក្រាមឬជាដើមហ្នឹងចឹងរូបមន្តដែលសំខាន់បំផុតដែលអ្នកទាំងគ្នាត្រូវយកទៅប្រើប្រាស់ដើម្បីសម្រក់ខ្លាញ់គឺការធ្វើ calorie deficit ក៏ប៉ុន្តែមិនមែនមានន័យថាយើងត្រូវបអត់អាហារខ្លួនឯងទេយើងនៅតែអាចញ៉ាំបានប៉ុន្តែញ៉ាំដោយឆ្លាតវៃមានន័យថាអ្នកទាំងគ្នាត្រូវជ្រើសរើសអាហារណាដែលអ្នកទាំងគ្នាញ៉ាំហើយនៅតែអាចធ្វើឲ្យអ្នកទាំងគ្នាឆ្អែតក៏ប៉ុន្តែវាផ្ដល់ថាមពលតិចចឹងអ្នកទាំងគ្នាត្រូវមើលថាតើពេលវេលាណាមួយដែលអ្នកទាំងគ្នាមិនត្រូវការថាមពលច្រើនឧទាហរណ៍ថាយើងញ៉ាំអាហារ3ពេលតើពេលវេលាណាមួយដែលអ្នកទាំងគ្នាមិនចាំបាច់ថាមពលច្រើនទេដើម្បីផ្គត់ផ្គង់រាងកាយអាចថាពេលល្ងាចដោយសារតែជាទូទៅយើងញ៉ាំហើយយើងគេងចឹងនៅពេលដែលយើងគេងយើងមិនត្រូវការថាមពលច្រើនដើម្បីទៅធ្វើការងារឬក៏ពលកម្មអីផ្សេងៗដែលត្រូវការកម្លាំងច្រើនទេផ្ទុយទៅវិញបើសិនជាអ្នកទាំងគ្នាញ៉ាំច្រើនពេលល្ងាចនឹងហើយជាមូលហេតុដែលធ្វើឲ្យអ្នកទាំងគ្នាឡើងគីឡូឡើងជាតិខ្លាញ់ជាដើមដោយសារតែថាមពលដែលយើងញ៉ាំហ្នឹងយើងមិនបានយកវាទៅប្រើប្រាស់ទេវា store ទុកនៅ fat storage យើងពីមួយពេលទៅមួយពេលដែលធ្វើឲ្យក្បាលពោះរបស់យើងកាន់តែធំទៅអញ្ចឹងការធ្វើ calorie deficit នៅកន្លែងនេះយើងអាចប្រើរូបមន្តមួយទៀតដើម្បីឲ្យងាយស្រួលគឺការញ៉ាំអាហារដែល high value low calorie មានន័យថាយើងញ៉ាំអាហារណាដែលមានបរិមាណច្រើនក៏ប៉ុន្តែផ្ដល់ថាមពលឲ្យយើងតិចវាចាំបាច់អីដែលយើងត្រូវញ៉ាំអាហារដែលមានបរិមាណច្រើនដោយសារតែកាពះរបស់យើងវាមិនអាចសម្របបានភ្លាមៗទេឧទាហរណ៍ធ្លាប់ញ៉ាំបាយ2ចាននៅក្នុងមួយពេលក៏ប៉ុន្តែយើងផ្លាស់ប្ដូរមកញ៉ាំតែមួយចានម្ហូបនៅដដែលអញ្ចឹងអ្នកនរគ្នាប្រកាសជាគេអត់លក់ទេគឺហេវហើយត្រូវងើបមករយញ៉ាំអីតែពីតាពីនៅពេលយប់ហ្នឹងក៏អាចថាបានដែរដូច្នេះហើយការជ្រើសរើសយកអាហារដែលមានបរិមាណច្រើនហើយផ្ដល់ថាមពលតិចគឺមានសារៈសំខាន់អញ្ចឹងបើសិនជាអ្នកនរគ្នាត្រូវកាត់បន្ថយបាយអ្នកនរគ្នាត្រូវយកអីមកជំនួសវិញអាហារដែលល្អបំផុតសម្រាប់ជំនួសគឺជាបន្លែអញ្ចឹងបន្លែវាអាចមានបរិមាណច្រើនហើយវាមានជាតិសរសៃដែលអាចជួយឲ្យអ្នកនរគ្នាឆ្អែតហើយឆ្អែតបានយូរអញ្ចឹងនៅពេលដែលអ្នកនរគ្នាញ៉ាំបាយមួយចានបន្លែបន្ថែមតិចតួចទៅដើម្បីឲ្យមានអារម្មណ៍ថាឆ្អែតដូចគ្នាក៏ប៉ុន្តែថាមពលដែលអ្នកនរគ្នាទទួលបានគឺតិចជាងរាល់ដងវាតិចជាងបាយ2ចានអញ្ចឹងវាមិនរំខានដំណេករបស់អ្នកនរគ្នាវាអាចជួយឲ្យអ្នកនរគ្នានៅតែគេងលក់ស្រួលហើយវាអាចជួយឲ្យអ្នកនរគ្នាស្រកខ្លាញ់អញ្ចឹងបើសិនជាអ្នកនរគ្នាអាចផ្លាស់ប្ដូរទម្លាប់នៃការញ៉ាំនេះបានកាត់បន្ថយបាយនៅពេលល្ងាចជំនួសវិញដោយបន្លែអ្នកនរគ្នាអាចនឹងឃើញពីលទ្ធផលនៃការស្រកជាតិខ្លាញ់របស់ខ្លួនឯងហើយអ្វីដែលអ្នកនរគ្នាអាចធ្វើបានក្នុងការសង្កេតមើលការប្រែប្រួលរបស់ខ្លួនឯងគឺនៅពេលព្រឹកនៅពេលដែលងើបឡើងអ្នកនរគ្នាអាចឃើញក្បាលពោះរបស់ខ្លួនឯងរៀបជាងមុនហើយអាចមានអារម្មណ៍ថាខ្លួនឯងស្រាលជាងមុនតាមពិតទៅយើងមានរបៀបនៃការគណនាចំនួនកាឡូរីដែលយើងគួរញ៉ាំប្រចាំថ្ងៃហើយនឹងចំនួនកាឡូរីដែលយើងគួរញ៉ាំដើម្បីសម្រកគីឡូជាប្រចាំថ្ងៃដូចគ្នាដែរគាត់ថាវាអាចនឹងស្មុគស្មាញខ្លះសម្រាប់អ្នកមួយចំនួនជាពិសេសសម្រាប់អ្នកដែលគាត់មិនសូវយល់ពីការប្រើប្រាស់បច្ចេកវិទ្យាប៉ុន្តែខ្ញុំនឹងដាក់នៅក្នុង link comment ខាងក្រោមអ្នកទាំងគ្នាអាចឆែកមើលបានបើសិនជាអ្នកគ្នាចង់គណនាមើលថាតើខ្លួនឯងត្រូវការកាឡូរីប៉ុន្មាននៅក្នុងមួយថ្ងៃដើម្បីសម្រកជាតិខ្លាញ់អរគុណច្រើនបើសិនជាចូលចិត្តវីដេអូនេះសូមជួយ like និង share ម្នាក់មួយផងហើយជួបគ្នានៅក្នុងវីដេអូក្រោយអរគុណ